សួស្តីបងប្អូនទាំងអស់គ្នាដែលរៀនថ្នាក់គ្រប់គ្រងទូទៅខាងមុខវិជ្ជាមូលដ្ឋានគ្រឹះកុំព្យូទ័រទាំងអស់គ្នាបាទហើយថ្ងៃនេះយើងរៀនតាក់ទងទៅនឹងការបង្កើតមាតិកាពីពីរបៀបនៃការធ្វើ assignment គឺយើងបង្កើតមាតិកានៅក្នុង file តែមួយដើម្បីវាមានភាពងាយស្រួលក្នុងការធ្វើកិច្ចការស្រាវជ្រាវរបស់ពួកយើងជាដំបូងគឺយើងបើកកម្មវិធី Word មកកម្មវិធី Word នេះមកយើងចូលទៅកំណត់ទំព័រសិនយើងកំណត់ margin សិនយើងចូលទៅ layout យើងកំណត់ margin មករាល់ការធ្វើកិច្ចការស្រាវជ្រាវសៀវភៅយើងគឺយើងត្រូវការកំណត់ margin សិនប៉ុន្តែឧទាហរណ៍ណាឧទាហរណ៍ខ្ញុំដាក់ margin top ប៉ុណ្ណេះ left ប៉ុណ្ណេះ right ប៉ុណ្ណេះហើយយើងអូខេមកវាប៉ុណ្ណេះហើយអ្វីសំខាន់នោះគឺចង់ឲ្យយើងចេះបំបែកគេថា break page បំបែក section ណានៅក្នុងការធ្វើកិច្ចការស្រាវជ្រាវមួយគឺយើងត្រូវមានសៀវភៅមួយមានត្រូវមានទី1ក្របសៀវភៅអារម្មកថាមាតិកានិង body របស់វាអញ្ចឹងវាមានក្របមួយ section ទី1ហើយអារម្មកថាឬក៏ឈ្មោះរបស់ក្រុមsection 1ហើយនឹងcontent មាតិកាហ្នឹងគឺវា section មួយទៀតហើយនឹង body section មួយទៀតទាំងអស់វាមាន3ណាវាមាន3 section អញ្ចឹងមុននឹងធ្វើ assignment ធ្វើសៀវភៅកិច្ចការស្រាវជ្រាវយើងហ្នឹងគឺយើងត្រូវកំណត់ section ឲ្យវាសិននៅពេលបន្ទាប់ពីយើងកំណត់ប្រភេទกระดาษហើយអញ្ចឹងយើងចូលទៅក្នុងlayout យើងចុចលេខ break ហើយយើងយក next page អញ្ចឹងវាបំបែក section ហើយនេះវាបំបែក section ណាបំបែក section ទៅជា2នេះឥឡូវយើងចូល header មើលអានេះ section 1យើងមើលមកក្រោមមិនដឹងមិនស្រួលមើលអានេះ section 1ទំព័រទី1 section 1ទំព័រទី2 section 2អញ្ចឹងយើងចូលទៅបំបែក section មួយទៀតមកយើងដាក់នេះមកយើងដាក់បាន3 section សិនមកយើងងាយស្រួលក្នុងការធ្វើរបស់យើងចូលទៅ layout ចូល break ហើយយក next page អូខេបានឥឡូវយើងបាន3ទំព័រហើយ3 section ហើយឥឡូវយើងចុច section មើលទីទំព័រទី1អានេះ section 1 section 2ជាមួយក្រោមនេះ section 2 section 3អូខេ3 section អញ្ចឹងក្នុង section ទី1នេះគឺយើងគេ cover ក្របសៀវភៅខ្ញុំសេចំណាំនេះយើងដាក់ក្របសៀវភៅក្របណាមកដាក់អក្សរធំសិនដើម្បីឲ្យយើងស្រួលមើលហើយដាក់ font size រៀងធំតិចសិនអានេះមានន័យថាអានេះយើងធ្វើក្របសៀវភៅហើយទំព័រទី2 section 2នេះsection 2នេះយើងគេមាតិកាដូរ font សិនមក font ហ្នឹងវាពិបាកមើលដាក់ font សៀមរាបមកឬក៏ Moonlight មកខ្ញុំដាក់ចំណាំឯណាមិនទាន់ធ្វើទេយើងដាក់អានេះបន្ទាប់ពី cover មកវាអារម្មកថាសិនដាក់ចំកណ្ដាលសិនមកចប់ដូនពេញទៀតហើយយើងយកម្នេះមកហើយយើងដាក់ font ឲ្យរៀងធំនេះសិនមកឲ្យយើងស្រួលមើល
អារម្មណ៍កថាអារម្មណ៍កថាចឹងទៅអារម្មណ៍កថានេះអារម្មណ៍អារម្មណ៍កថាហើយត្រង់នេះអានេះតួសេចក្តីនេះអាទី3អាទី3តួសេចក្តីតួសេចក្តីតួសេចក្តីនេះយើងដាក់តួសេចក្តីអញ្ចឹងរាល់ការធ្វើ assignment គឺវាមាន3ហ្នឹងយើង3ប្រភេទហ្នឹងគឺ3ទំព័រហ្នឹងជាទូទៅណែនេះដំបូងគេគឺក្របដំបូងគេគឺក្របយើងផ្ដាច់ section ហ្នឹងយើងងាយស្រួលក្នុងការដាក់ទំព័រព្រោះអារម្មណ៍កថាយើងមិនចាំបាច់គឺយើងដាក់ទំព័រចាប់ពីអឺ section body នេះ body នេះយើងចាប់ផ្ដើមប្រើទំព័រហើយប៉ុន្តែអ្វីដែលគេមិនប្រើទំព័រនោះគឺទី1ក្របណាឧទាហរណ៍ឥឡូវយើងបង្កើតក្របមួយសិនអានេះខ្ញុំលុបចោលសិនមកដើម្បីខ្ញុំលុបចេញនេះសិនគៀងបាត់ហើគៀងនេះលុបចោលសិនអារម្មណ៍កថាមិញមិនលុបវាចោលមកអាហ្នឹងខ្ញុំដាក់ហ្នឹងមានន័យថាទំព័រទី1នេះខ្ញុំឲ្យទៅ section 1ទំព័របន្ទាប់នេះឲ្យ section 2ហើយទំព័រចុងក្រោយនេះគឺទំព័រទី3ចុងក្រោយគេនេះខ្ញុំដាក់ section 3ឧទាហរណ៍ឥឡូវsection 1នេះហើយខ្ញុំធ្វើក្របអញ្ចឹងយើងក្របមកយើង insert cover មកហ្នឹងយើងយកនេះចុះ assignment នេះឧទាហរណ៍យើងកិច្ចការស្រាវជ្រាវយើងតាក់ទងអីគេលើខ្ញុំសរសេរសិនតាក់ទងអីគេថា computer ចឹងមូលឧទាហរណ៍មូលដ្ឋានគ្រឹះ computer អញ្ចឹងតោះ computer នេះមូលដ្ឋានយើងដូរ font វាតុបតែង font វាឲ្យស្អាតមកយើងដាក់ font ខ្មែរ OS ស្មូលឡាយមកប៉ុណ្ណេះមកប៉ុណ្ណឹងកដាលហើយចំណុចចុងនេះគឺអាសយដ្ឋានឈ្មោះរបស់យើងឈ្មោះអ្នកនិពន្ធអានេះវាចាប់បានមកចេះដោយសារOffice របស់ខ្ញុំមាន account address របស់ Microsoft ខ្ញុំបង្កើតអញ្ចឹងវាចេញមកអូតូអានេះយើងខាងក្រោមនេះយើងចង់ដាក់អាសយដ្ឋានឈ្មោះអាសយដ្ឋានរបស់យើងអ្នកនិពន្ធហ្នឹងហើយនៅក្នុងចំណុចនេះយើងអាចយកបកមកគូសមកយើងសរសេរឈ្មោះក្រុមរបស់យើងមកក្រុមទីម៉ានអីម៉ានកិច្ចការស្រាវជ្រាវចំណងជើងអីគេណាហ្នឹងទី1ហ្នឹងយើងមើលយើងចុចចូល header footer មកអានេះមែន section 1អានេះវាបែកទៅជា2ទៀតនេះ section 2ដោយសារទំព័រនេះវាហៀមអានេះឥឡូវខ្ញុំលុបចោលអានេះចោលមួយសិនដើម្បីងាយស្រួលមើលនេះបានចេះចោះនេះ section 1មានន័យថាអញ្ចឹងអានេះត្រូវការដាក់ទំព័រទេ section 1នេះក្របគ្មានដែលណាគេដាក់ទំព័រណាក្រប section 1នេះអញ្ចឹងយើងចូលវាមកអានេះ1ដែរចាំអានេះ2ទី2វាដោយសារតែនេះវាធំជាងអញ្ចឹងវារត់អស់វារត់មកនេះយើងរំកិលវាមកដល់លើមកនេះដោយសារយើងដាក់ margin វានេះចឹងឥឡូវយើងដាក់ margin ឲ្យធំតិចដាក់ margin ទូចពេក margin ទូចឥឡូវយើងយក margin រាងធំតិចមកយើងដាក់ margin ប៉ុណ្ណឹងក៏បានដែរប៉ុណ្ណឹងចុះអានេះវាហៀមក section 1ប៉ុន្តែយើងមិនត្រូវការហៀចឹងទេយើងលុបវាចោលមកលុបវាចោលបាច់នេះ section 2ណា
section 1 យើងមិនខ្វល់ទេប៉ុន្តែបានហើយយើងផ្ដាច់ link វាមកនេះផ្ដាច់ link ប៉ាច់ណាកុំឲ្យវាបន្តជាប់គ្នាដាក់ទំព័រទៅវាជាប់ពីលើមកអត់ជាប់ទេហើយអាទី2នេះយើងផ្ដាច់ចោលហើយអា section បន្ទាប់ section ទី3ណា section ទី3អត់មានទេយើង insert ម្ដងទៀតមកខ្ញុំលុបមិញចោលបាត់ទៅខ្ញុំ insert វាមួយទៀតមកខ្ញុំលើខ្ញុំយក layout ខ្ញុំយក break unit មួយទៀតមកបាទនេះ section ប៉ុន្មាននេះអូ section 3ត្រូវនេះសម្រាប់ body section 2សម្រាប់ដាក់មាតិកា content នេះ section 2ប្រកាសត្រូវ section 2យើងផ្ដាច់ link វាទី3នេះយើងផ្ដាច់ link វាទៀតមកផ្ដាច់ឲ្យហើយមកយើងធ្វើអញ្ចឹងដើម្បីវាមានភាពងាយស្រួលយើងមិនបាច់ចាំផ្ដាច់ញ៉ៃទៀតឥឡូវយើងផ្ដាច់ link នេះទៀតកុំឲ្យវាមានទំនាស់ភ្ជាប់យើងស្រួលដាក់ទំព័រនឹងហើយនៅក្នុងចំណុច body យើងត្រូវប្រើនេះនៅ body នេះចំណុចទី3នេះsection ទី3ហ្នឹងអញ្ចឹងយើងដាក់header and footer មកយើងឥឡូវយើងដាក់បន្ទាត់សិនយើងដាក់បន្ទាត់យើងដាក់ចុចអញ្ញាដក3មកយើងចុច enter មកវាចេញចេះឲ្យហើយបងដាក់ខាងលើមកសេដាក់មកដាក់ font ដូរ font ឲ្យក៏បានដែរឥឡូវយើងដាក់ខ្ញុំដាក់ជាខ្មែរចុះខ្ញុំដាក់ពុទ្ធិកៈប៉ុន្តែវាចេញទូចអញ្ចឹងដូរ font នេះមកដាក់ OS សៀមរាបមកចូល home ដូរដាក់ខ្មែរ OS សៀមរាបមកនេះខ្ញុំដាក់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជហនុរាជយ៉ាងមកហើយខ្ញុំថេបវាមកហើយដល់មកចុងមកដល់មកចុងផុតមកនេះកំថេបវែងពេកតែទៅនេះមកហើយយើងយករើសវារត់ពីស្ដាំមកវិញមកយើងដាក់ដាក់ឈ្មោះសភៅយើងដាក់មូលដ្ឋានអូនេះតាណាបាត់ហើយមើលខ្ញុំលុបចោលវិញសិនមើលបែកវិញសិនមើលវាស្អីគេអញ្ចេះមិនក៏បាត់បន្ទាត់ទៅណាមកវិញតិចមកក្លៀតនេះសារវាធំពេកបាត់បន្ទាត់ខ្ញុំដាក់មើលបាត់បន្ទាត់យើងចុះវាមកក្រោមតិចបែកវិញមកមានបន្ទាត់ទៅណានេះពុទ្ធិកៈយើងសេម្ដងទៀតពុទ្ធិកៈយើងពុទ្ធិកៈសាកលវិទ្យាល័យព្រះសីហនុរាជហើយយើងថេបវាមកឬក៏យើងយក cursor យើងដាក់ចុចចុងនេះមកហើយយើងយកពីស្ដាំមកវិញមកចូល home យើងដាក់ពីស្ដាំមកឆ្វេងហើយយើងសរសេរមកសេដាក់អីគេយើងដាក់ computer ក៏បានយើងដាក់មូលដ្ឋានគ្រឹះ computer ទៅមូលដ្ឋាន computer គ្រឹះពេញមូលដ្ឋានគ្រឹះ computer ហើយចេះខុស computer ចឹងមកហើយខាងក្រោមនេះយើងដាក់លេខទំព័រខាងក្រោម section ទី3ហ្នឹងណាខ្ញុំចុចនេះចូលចុចចំនេះមកវាចូលទៅម្ដងទៀតយើងយកមកក្រោមមកយើងដាក់ cursor មកក្រោមមកនេះអត់មកចុចចេញមកយើងយកកណ្ដាលមកយើងយកវាមកកណ្ដាលមកផ្លាច់ហើយយើងចូលទៅ insert
នេះឡើយ header footer នេះយើងមើលឡើយណា number page number យើង insert មកហើយយើងយក bottom នេះ position bottom យើងដាក់កណ្ដាលក៏បានឲ្យតែយកកណ្ដាលចុះខ្លាចអញ្ចឹងវាមកហើយទំព័រទី2ទំព័រទី1 section 2អញ្ចឹងវាជាប់ពី section 2មកយើងផ្ដាច់វាចោលសិនអានេះអត់ព្រមដាច់ឲ្យចោលសិនលុបឲ្យចោលមួយលុបចោលសិនលិចអញ្ចឹងអាខាងក្រោម section ទី3នេះយើង insert វាម្ដងទៀតមកយើងយកម្ដងទៀតមក the number insert number page bottom យក bottom យើងដាក់ខាងក្រោមមកលើយកកណ្ដាលនេះអញ្ចឹងនេះទីយកនៅនេះដែរមិនក៏អញ្ចឹងអត់ដាច់ទី2ទី1ទី2ទឹកដាច់ link វាសិនអាក្រោមដាច់អាក្រោមវាសិនអូអានេះជាប់ link ដាច់បាច់ហើយខ្ញុំលុបនេះចោលអានោះនៅលុបនេះចោលសិនអានោះនៅអត់នៅអូខេត្រូវហើយយើងចូលទៅ format វាមកឲ្យវារត់ចាពីលេខ1មកវិញផ្លាច់អញ្ចឹងលេខ1ហើយអញ្ចឹងអាលើនេះអត់មានទំព័រទេសម្រាប់ដាក់ content នេះអត់មានទេនឹងប៉ុណ្ណឹងឡើយចំណុច body នេះឃើញទេវាមាន header អានោះឥឡូវនេះអត់មានទេអត់មាន header ទេអត់មានទេអញ្ចឹង header យើងឲ្យរត់តែនៅក្នុង section ទី3 section body ឥឡូវខ្ញុំយកអត្ថបទយកមកដាក់ទុកឯណាចេះអត្ថបទដែលរៀបចំទុកមិនណាបាត់ហើយចាំមក plate ខ្ញុំរកនេះអត្ថបទមួយនេះខ្ញុំយកមកដាក់សិនខ្ញុំ copy យកមកដាក់សិនព្រោះខ្ញុំខ្ជិលធ្វើអ្វីយូរហ្នឹងយើងធ្វើវីដេអូបង្ហាញអញ្ចឹងវាប្រើម៉ោងវាយូរអញ្ចឹងខ្ញុំចូលទៅក្នុងទីនេះមិនសិនណាបាត់ហើយចូលមកក្នុង Word យើងមកនេះហើយខ្ញុំយកមកផាសនៅក្នុងនេះមកផាសវាមកឃើញទេអញ្ចឹងវាលោតទំព័រ body នេះនៅទំព័រទី1នេះទី1ទី2បាំងអានេះហើយនេះបាំងអា record screen នេះនេះទំព័រទី2នេះទំព័រទី1អញ្ចឹងមាន2ទំព័រដាក់នេះមកខ្ញុំដាក់ font នេះវារាងធំតិចមកវាដើម្បីវាតុបតែងវាមកឲ្យវាអក្សរធំបន្តិចយើងដាក់ខ្មែរ OS Siem Reap មកហើយយើងដាក់ font វា12មកបាទអញ្ចឹងអានេះវាចេញទំព័រនេះ body នេះមានទំព័រទី1ទំព័រទី1ទំព័រទី2ហើយបើយើងចង់បន្ថែមទំព័រទៀតយើងដាក់ enter មកវាឡើងទំព័រទៅតាមនឹងនេះទី2ឃើញទេវាអត់អានេះមានន័យថាបើយើងដាក់មកក្រោមមក section ទី3ហ្នឹងគឺវាបន្តគ្នារហូតអញ្ចឹងណាបាទឥឡូវយើងបានប៉ុណ្ណេះហើយយើងចាប់ផ្ដើមហើយចាប់ផ្ដើមធ្វើទំព័រនេះ section នេះយើងនេះ section ទី3អាមាតិកានេះមាតិកាហើយនឹងអារម្យកថានេះគឺវាអត់ត្រូវការប្រើទំព័រទេនេះនៅក្នុង section 2នេះឥឡូវឧទាហរណ៍អានេះយើងមិនបាច់ឥឡូវយើងអត់បាច់ចាំដាក់អារម្យកថាគឺបងប្អូនអាចបញ្ចូលខ្លួនឯងចុះបញ្ចូលនៅក្នុង section មួយហ្នឹងយើងដាក់ពីលើមកយើងសេអារម្យកថាមកឧទាហរណ៍ចេះឧទាហរណ៍នេះដាក់កណ្ដាលយើងដាក់អារម្យកថាតណ្ដូតអារម្យកថាអារម្យកថាចឹងមក
សេខុសសេត្រូវទេដាក់ហើយដូរ font សិនដាក់សៀមរាបមកសៀមរាបមកហើយមើលធំនេះមិនស្រួលមើលហ៎នេះបូកឲ្យសិនយហោនេះអារម្មណ៍កថាអារម្មណ៍កថាអារម្មណ៍កថាសេខុសអារម្មណ៍កថាអញ្ចឹងអារម្មណ៍កថាអញ្ចឹងទីហោណាពេលខ្ញុំដូចសេខុសនេះសេខុសទីត្រូវទៅណាអារម្មណ៍កថាហើយយើងដាក់មកសេមកស្អីគេអារម្មណ៍កថាអញ្ចឹងទៅក្រមនេះសេចក្តីថ្លែងអំណរគុណណាឥឡូវយើងមិនសេខ្ញុំបញ្យល់ពីទំព័រមកដើម្បីវាវែងឆ្ងាយបើយើងចង់ដាក់អារម្មណ៍កថាយើងសេពីលើ content ហ្នឹងទៅឥឡូវខ្ញុំចាប់ដើមធ្វើ content ដើម្បីធ្វើ content បានគឺយើងត្រូវមើលទៅលើnhững cái này size là data សិនយើងត្រូវមើលនៅក្នុង home នៅក្នុង home នេះបន្លោះនេះកន្លែងnormal heading នេះអញ្ចឹងយើងចូលទៅបង្កើតheading សិន heading style សិនទីហោអានេះខ្ញុំដាក់ខ្ញុំដាក់ heading 1ខ្ញុំចូលទៅបង្កើត style សិនខ្ញុំចូលមកខ្ញុំ create style ហើយខ្ញុំដាក់ h1 យើងចង់ដាក់ស្អីក៏បានដែរប៉ុន្តែខ្ញុំដាក់ h1 ហ្នឹងមានន័យថា heading 1ខ្ញុំសម្គាល់ខ្លួនខ្ញុំហើយខ្ញុំ modify ហើយខ្ញុំរើសឲ្យវាចំខាង left មកឲ្យវារត់ពីខាង left មកហើយខ្ញុំចូលទៅក្នុងនេះយើងដូរ font យើងដាក់ថា OS មូល line ព្រោះចំណងជើងហ្នឹងឥឡូវយើងដូរ font មកសៀមរាបទាំងអស់ក៏បានដែរនេះហ្នឹង content សៀមរាបទៅហើយសារយើងយក11ចឹងទៅបាច់ហើយយើងអាហ្នឹងយើងយកដិតណា heading 1យើងយកដិតទៅហ្នឹងប៉ុណ្ណឹងហើយយើងចូលទៅ format វា paragraph យើងដាក់ level ឲ្យវាដាក់ level 1ឲ្យរត់ពីឆ្វេងទៅ level 1ហើយយើងចុច OK ទៅយើងចុច OK ប៉ុណ្ណឹង OK ទៀតបានមួយយើងរត់មកនេះប៉ុន្តែនេះចំណងជើងធំចឹងយើងគួរតែដាក់យើងចុច modify ម្ដងទៀតយើងដាក់ move line ទៅយើងទៅរេនៅ move line វិញយើងដាក់ move line វិញហើយខ្ញុំយក center វិញឲ្យវារត់ចំកណ្ដាលការចឹងហ្មងតាប៉ុណ្ណឹងហ្នឹងហើយអានេះចំណងជើងទី2ចំណងជើងទី2ហ្នឹងមានន័យថាវាស្ថិតនៅក្រោមចំណងជើងធំនេះចំណងជើងធំនេះវាមានប្រមាណចំណុចហើយបាទទី1នេះបើសិនតែយើងមានចំណុចទៀតយើងត្រូវដាក់ level ទៀត level ឲ្យវាមកតំណែងតិចមក level ទៀតឥឡូវយើងធ្វើតែ2 level សិនណោះដើម្បីកុំឲ្យវែងឆ្ងាយនេះខ្ញុំដាក់បង្កើត style មួយទៀតមកខ្ញុំ create style ខ្ញុំដាក់ h2 អញ្ចឹង h2 ដាក់សតទុយh2 មានតែចំណងជើងទី2 subtitle ហើយខ្ញុំ modify វាខ្ញុំឲ្យវារត់ពីឆ្វេងខ្ញុំ OS សៀមរាបខ្ញុំយក11 12ហើយខ្ញុំចូលក្នុង format មកខ្ញុំចូល paragraph ខ្ញុំឲ្យរត់ពីឆ្វេងមកស្ដាំហើយខ្ញុំយក level 2មកមិនក៏វាមកបាចមកហើយ font មិនដែលទេfont វាមក OS សៀមរាបប៉ុន្តែខ្ញុំយកឲ្យដិតចំណងជើងខ្ញុំដាក់ដិតមកខ្ញុំចុច OK មកបានហើយជាការស្នាច់អញ្ចឹងអានេះយើងមើលទៅយើងមានចំណងជើងទី3យើងមានអាទី2ទាំងអស់នេះសតទី2នេះទី2យើងឲ្យរត់ប៉ុណ្ណេះពេលយើងហ្នឹងយើង select លើវាមកនេះអានេះសាច់ title ប្រភេទ title 2ហើយខ្ញុំចុចយកប៉ុណ្ណេះមកដាក់សក្តិselect យកប៉ុណ្ណឹងមកវារត់អូតូអាហ្នឹងទីមិញដល់ទីមកហើយទី4នេះទី5មកនេះទី5មកអូខេ
5ហើយទី6ណាទី6អាឡែងចំណងជើងទី6ទី6អូនេះទី6យើងកាន់តែ select លើវាមកបងប្អូនហើយយើងយក heading 2ទី6ទី7យក heading 2ណែមកចុចតែប៉ុណ្្នឹងហើយទី8នេះបើចុចកັບជាថ្មីនេះយើងនេះមកប៉ុណ្ណេះមកហើយសន្និដ្ឋាននេះយើងយកដូចគ្នាមកបានហើយបន្ទាប់ពីហ្នឹងមកយើងគ្រាន់តែចូលទៅក្នុង section ទី2ដែលដាក់ក្នុងអារម្មណ៍កថាសេចក្តីថ្លែងអំណរគុណនៃហ្នឹងយើងដាក់មួយគ្នាមួយ content ហ្នឹងយើងឥឡូវយើងឧទាហរណ៍នេះយើងមិនតន់ដាក់អារម្មណ៍កថាយើងមិនដែរយើងដាក់តែ content សិនណាក្រោយមកចាំយើង enter មកក្រោមយើងសេតតបានណាឥឡូវខ្ញុំចូលមកក្នុង section ទី2មកខ្ញុំចូលទៅក្នុង reference ចូលទៅក្នុង reference ហើយខ្ញុំចូលទៅក្នុង reference ហើយខ្ញុំចូលទៅ insert content នេះស្រេចយើងរើសយកមួយណាប្រភេទណាប៉ុន្តែខ្ញុំយកលើនេះហើយ search បាច់មកនេះមកនេះឃើញទេបងឃើញមកអូតូឯងហើយយើងឃើញថាមកយើងកែ font មកបងកែ font មកផ្លាប់មកកែ font នេះមក font OS content មកOS សៀមរាបមកនឹងហើយ size 11មកហើយអានេះមិនឆ្ងល់ទេ refresh វាមកយើងដាក់replace មានន័យថាយើងសរសេរពីលើវាមកយើងដាក់មេតេកាហើយយកតែប៉ុណ្ណឹងដាក់ជាហៀងក៏បានហើយយើងដាក់កណ្ដាលមកផ្លាប់ហើយក្នុងចំណុចលេខនេះយើងអាចកែលេខខ្មែរយើងកែទៅជាលេខមូនទៅវាសម្រាប់ Unicode វាអត់អូតូទេឃើញវាងាយស្រួលទេហ្នឹងហើយទំព័រក៏វាមិនជាប់ដែរព្រោះយើងដាក់ទំព័រយើងបំបែក section វាផ្ដាច់ link វាហើយទំព័រមានចាប់ពី body នេះទៅនេះទំព័រទី1អានេះទី2នេះទី2នេះទី2ណាឃើញទេហើយយើងសេតមកឡើងទី1ទី2ទី3ទី4ទី5រហូតវាអត់ជាប់ជាមួយលើទេគេធ្វើតែមួយ file ទេណាតែបើយើងពីមុនមកគេទម្លាប់ធ្វើច្រើន file អានេះសរត់វែងនេះគឺមិនបាច់ឆ្ងល់ទេយើង space វាមកវាឡើងលើមកនេះប៉ុណ្ណេះអូខេបានស្អាតហើយហ្នឹងប៉ុណ្ណឹងហើយចំណុចសំខាន់នៅក្នុងធ្វើ content ហ្នឹងគឺវាឧទាហរណ៍បងប្អូនឯងចង់មើលណាក្នុងឡើងការងារនិងអាជីវកម្មយើងក៏ចុច control ឲ្យជាប់មកហើយយើងចុច mouse មកបាច់យ៉ាអត់តនេះម្ដងទៀតអត់មកអញ្ចឹងមើលនេះរត់មកអូខេយើងចុច control ឲ្យចប់ហើយចុចលើចំណុចហ្នឹងវារត់មកឲ្យយើងមើលចំណុចហ្នឹងងាយស្រួលអញ្ចឹងខុសប្លែកពីឲ្យយើងធ្វើមួយដាច់ពីគ្នាយើងធ្វើមួយដាច់គ្នាវាអូអានេះខ្ញុំអត់បាន select នេះអត់បាន select ដាក់នេះអញ្ចឹងខ្ញុំដាក់បន្ថែមមកបាច់ហើយខ្ញុំឧទាហរណ៍ណាហ្នឹងនេះយើងអត់មានក្នុងនេះអត់មានទេអាទី3បាត់ឃើញបាត់ទី3ហើយវាដល់ពេលយើង update បន្ថែមវាអត់មានអីបាក់ទៀតទេយើងខណៈចុចupdate នេះមកស្ដាំលើវា update មកវាមកទី3ហ្នឹងប្រកាសជាមកឲ្យផ្លាច់ណាទី3មើលសិន update អត់មកទី1ទី2ឯងបាត់ទី3ទៅណា update ទៀតមើលអូនេះ update in try អូខេអញ្ចឹងវាមកទី3មកវាដូរទ្រង់ទ្រាយ font ខណៈដូរតែ font មានអីបាក់ទេឡាប់មកអូ select វាសិន font select សិន select វាមកនេះមានអីបាក់ទេ select វាមកផ្លាប់មកនេះអាទាំងអស់នេះហើយដូរ font វាមកវិញមកវាតាសៀមរាបមក font ផ្សាយប្រហែល11ចឹងទៅអូមកឆ្អាតណាឃើញទេមកនេះរាល់ការកែប្រែនៅក្នុង body របស់យើងវារត់ទៅទំព័រណាយើងគ្រាន់តែចុច update វាមកការស្រាច់អញ្ចឹងវាមិនងាយច្រឡំទំព័រទេណានឹងប៉ុណ្ណឹងហើយយកទៅមើលទៅយើងរៀនធ្វើតាមហ្នឹងទៅហើយខ្ញុំនឹងដល់ថ្នាក់ខ្ញុំបរៀនបន្ថែមទៀតអូខេប៉ុណ្ណឹងវាមានភាពងាយស្រួលអញ្ចឹង